សួរឬក៏អត់ទេប៉ុន្តែត្រូវតែចិត្តសួរអ្នកគ្រូតាមការគិតនិងបទពិសោធន៍របស់អ្នកគ្រូនៅក្នុងវិស័យហុងស៊ុយនេះអ្នកគ្រូមើលឃើញថាប្រទេសមួយឬក៏តំបន់ណាមួយដែលគាត់មានការជឿលើហុងស៊ុយបែបវិទ្យាសាស្ត្រនិងជំនឿច្រើនជាងតើមួយណាដែលអាចអភិវឌ្ឍជាងចាមួយណាអាចទទួលបានការអភិវឌ្ឍជាងឥឡូវយើងប្រៀបធៀបចាយើងនឹកស្មានដល់ថាឌូបៃជឿហុងស៊ុយទេទៅទេអត់ដែរជឿអត់ដែរនឹកស្មានថាគេរៀបហុងស៊ុយប្រទេសហើយក៏ដែរជឿថាអាគារធំ investor ធំគេបែរជា design បែបហុងស៊ុយជាប្រទេសដែលគ្រប់សាសនាអ៊ីស្លាមទៅតែហេតុអីបានគេរៀបចំតែសារអីហុងស៊ុយអត់ពាក់ព័ន្ធនឹងជំនឿសាសនាណាក៏ដោយក៏អាចរៀបចំបានទាំងអស់ព្រោះវាជាការទាញខ្យល់ថាមពលខ្យល់ថាមពលឈីដែលនៅជុំវិញខ្លួនយើងធម្មជាតិដែលនៅជុំវិញខ្លួនយើងយកមកប្រើនៅក្នុងផ្លូវដែលល្អក្នុងផ្លូវដែលត្រឹមត្រូវអញ្ចឹងអត់ខ្វល់រឿងជឿមិនជឿសាសនាណាក៏អាចធ្វើបានហុងស៊ុយ master នៅអន្តរជាតិដល់ពេលដែលគេប្រជុំ32ប្រទេសរៀងរាល់ឆ្នាំមានអ្នកហុំមុខទៅប្រជុំក៏មានចាមានទាំងអ៊ីស្លាមមានទាំងគ្រិស្តសាសនា Grand Master Stephen Skinner គាត់មិនមែនពុទ្ធសាសនាគាត់គ្រិស្តសាសនា Master Christina ក៏ជាគ្រិស្តសាសនាប៉ុន្តែហេតុអីគាត់ជឿលើហុងស៊ុយចាដោយ Master Sarendran គាត់ជនជាតិឥណ្ឌាតែហេតុអីគាត់ជឿលើហុងស៊ុយដោយសារវាជាហុងស៊ុយ original ហ្មងមិនពាក់ព័ន្ធលើជំនឿសាសនាទាំងអស់ជនជាតិណាក៏អាចរៀបចំបានដែរអញ្ចឹងបើយើងគិតថាអូយើងមិនជឿហុងស៊ុយមិនចាំបាច់ជឿទេហុងស៊ុយមិនចាំបាច់ជឿទេតែរៀបចំឲ្យត្រូវដូច Donald Trump និយាយអញ្ចឹងហុងស៊ុយមិនចាំបាច់ជឿទេតែបើខ្ញុំរៀបចំឲ្យធ្វើឲ្យខ្ញុំបានលុយគឺខ្ញុំរៀបខ្ញុំធ្វើគាត់និយាយចិត្ត logic គាត់មនុស្សឆ្លាតចាអញ្ចឹងយើងមើលអ្នកដែលល្បីៗនៅអាមេរិកសិតតែមាន Fox Master នៅពីហាងតែមកពីយើងអត់ដឹងហើយសុខខ្ញុំជឿថាក៏មានអ្នកជំនួយច្រើនដែរគាត់មានអ្នករៀប Fox ឲ្យគាត់គាត់តែថាធម្មតាខ្ញុំអត់បង្ហាញទេចាពួកឯងយើងរក្សាគ្រប់សិទ្ធយើងសុខចិត្តឲ្យចេញពីបទគាត់វិញចាហើយគាត់និយាយថាសុខខ្មែរយើងដើរក្រៅគេអញ្ចឹងគេដើរមុនយើងមួយចំហៀនគេជោគជ័យមុនយើងមួយចំហៀនហ្នឹងប៉ុន្តែសុខខ្មែរយើងមានអ្វីដែលល្អជាងគេទោះយើងដើរក្រៅគេក៏មិនប្រកាសថាយើងចាញ់គេដែរចាបើយើងរៀបចំត្រូវដូចខ្ញុំនិយាយយើងថាហេតុអីបានឥឡូវនេះខ្ញុំជឿចិត្តគាត់ថាខ្ញុំបង្វឹកស្រាប់ចិនសាយជំនាញបើចិនសាយឲ្យចំពីចិនសាយជំនឿសាសនាឲ្យចំពីជំនឿសាសនាចិនសាយបែបជំនឿសាសនាគឺនិយាយពីរឿងជំនឿសាសនាកុំលោកឡាំជាមួយវិទ្យាសាស្ត្រអញ្ចឹងចិនសាយបែបវិទ្យាសាស្ត្រហុងស៊ុយបែបវិទ្យាសាស្ត្រគឺបែបវិទ្យាសាស្ត្រកុំឲ្យអ្នកជឿគាត់វល់កុំនឹងថាជាមួយណាមិនអញ្ចឹងអ្នកជឿតាមជំនឿសាសនាគឺសាសនាជំនឿសាសនាចោះអ្នកជឿបែបហុងស៊ុយបែបវិទ្យាសាស្ត្រគឺជឿបែបហុងស៊ុយបែបវិទ្យាសាស្ត្រអញ្ចឹងបើសិនជាចិនសាយបែបហុងស៊ុយបែបវិទ្យាសាស្ត្រគាត់មានជំនាញច្បាស់គឺគាត់ជួយមនុស្សបានច្រើនណាស់ចាគឺគាត់ជួយខ្លួនឯងបានគាត់ជួយសមាជិកគ្រួសារគាត់បានជួយមិត្តភក្តិគាត់បានជួយមនុស្សជុំវិញខ្លួនគាត់បានចាអញ្ចឹងបានខ្ញុំឥឡូវខ្ញុំដាក់ចិត្តថាខ្ញុំបង្វឹកសម្រាប់ចិនសាយជំនាញហើយខ្ញុំមិនបង្វឹកសម្រាប់តែប្រជាជនខ្មែរយើងល្អសម្រាប់ក្នុងប្រទេសយើងអាចទៅចូលលើឆាកអន្តរជាតិបានទៀតចាមិនមែនយើងបង្កើតតែក្នុងប្រទេសទេយើងចូលទៅអន្តរជាតិខ្មែរយើងក៏មានឈ្មោះនៅក្នុងអន្តរជាតិដែរលំដាប់លេខម៉ាននៅអន្តរជាតិអញ្ចឹងដូចគ្នាបើសិនជាករណីដូចគេករណីថាខ្មែរយើងនៅក្នុង top 10 ណា top 10នៅអន្តរជាតិខ្ញុំមិនមែនត្រឹមចង់បានត្រឹម top 10ទេខ្ញុំចង់បាន top 5 top 3អញ្ចឹងយើងត្រូវមើលថាតើយើងគួរបង្វឹកជនជាតិខ្មែរយើងដែលទៅរៀនហុងស៊ុយបែបវិទ្យាសាស្ត្រហ្នឹងបែបណាដើម្បីយើងទៅបាន top 5 ឬ top 3យ៉ាងបច្ចុប្បន្នយើងបាន top 10យើងនៅក្នុង top 10អាចត្រូវការពេលយូរទៀតទេអ្នកគ្រូអាចក៏ថាអត់យូរទេបើសិនជាខ្ញុំចំណាយពេលបង្វឹកតែ2ឆ្នាំទេខ្ញុំជឿថាយើងនឹងឡើងតទៀតហេតុអីបើខ្ញុំមានជំនឿអញ្ចឹងដោយសារលោកគ្រូខ្ញុំនៅពីហាខ្ញុំអញ្ចឹងខ្ញុំពេលដែលខ្ញុំធ្វើអីមួយគឺខ្ញុំតែងតែឆ្លងយោបល់អញ្ចឹងខ្ញុំដើរអត់សូវខុសទេអ្វីដែលខ្ញុំដើរពីច្រើនអត់សូវខុសទេសូម្បីតែការងារដែលខ្ញុំធ្វើ project ធំៗខ្ញុំត្រូវការ10 budget ខ្ញុំធ្វើ audit ហើយខ្ញុំ10 budget នៅពេលដែល10 budget គឺធ្វើឲ្យយើងកាន់តែឆ្លាតហើយកាន់តែច្បាស់ថាកម្រិតយើងកម្រិតណាអញ្ចឹងបើសិនជាករណីយើង10 budget លើ master plan ធំមួយដែលយើងធ្វើគម្រោងធំមួយបើសិនជាមានការ complain បានន័យថាសមត្ថភាពយើងនៅស្ទើរយើងនៅមានកម្រិតតែបើសិនជាក្នុងការយើងយកឲ្យគាត់ audit គាត់អត់មាន complain ទេរបស់ដែលយើងធ្វើ master plan ដែលយើងធ្វើនឹងត្រូវហើយបានន័យថាកម្រិតរបស់យើងគឺអូខេដល់ចំណុចមួយដែលថាមិនមានការ complain ពីគ្រូហើយអញ្ចឹងវាជារឿងមួយដែលធ្វើឲ្យយើងរៀនសូត្រអ្វីដែលថ្មីថែមទៀតហើយយើងបានអ្វីដែលថ្មីដែលគាត់ទៅ add up ឲ្យយើងបន្ថែមរហូតអញ្ចឹងដល់ពេលកាលណាយើងចង់រៀនហុងស៊ុយបែបវិទ្យាសាស្ត្រខ្លាំងទី1ទ្រឹស្ដីគ្រប់មុខវិជ្ជាត្រូវតែចេះទោះបីវិជ្ជានឹងប្រើបានក៏ដោយមិនបានក៏ដោយយើងត្រូវដឹងអញ្ចឹងពេលគេនិយាយមកឲ្យយើងដឹងថាវិជ្ជានេះវាបែបណាហើយវិជ្ជារបស់គ្រូណានៅក្នុងសំណាក់ណាអញ្ចឹងគាត់តែចេញវិជ្ជាក្នុងពុកខ្ញុំដឹងថាវិជ្ជានោះនៅក្នុងសំណាក់ណាហើយប្រើបានប្រហែល%ចំណុចណាប្រើបានចំណុចណាប្រើមិនបានយើងដល់ពេលយើងមកអញ្ចឹងអ្នកណាក៏កុហកយកអត់បានដែរអ្នកគ្រូច្បាស់ខ្លួនឯងហីចាពួកឯងស្អីនៅក្នុងដៃយើងទាំងអស់ដល់ពេលនៅក្នុងដៃយើងដឹងថាមួយណាប្រើបានមួយណាប្រើអត់បានចាហើយតាមរយៈវីដេអូនេះខ្ញុំជឿថាប្រកាសជាមានបងប្អូនខ្លះដែលគាត់ធ្លាប់ជាកូនសិស្សរបស់អ្នកគ្រូមានក្តីសម័យចង់ខ្ញុំសង្កត់បើសិនជាអ្នកនឹងជាល្អពួកខ្ញុំកាលណាខ្ញុំ care ចំណុចដែលខ្ញុំ care ខ្លាំងជាងគេគឺទី1ខ្ញុំអត់ចង់ឲ្យខ្មែរយើងឡើងលើឆាកអន្តរជាតិយក credit ខ្មែរយើងទៅខូចនៅក្នុងអន្តរជាតិទេអញ្ចឹងមកន័យថាបើសិនជាសិស្សនឹងចរិតគាត់ល្អរញ៉ៃដូចករណីធ្វើចរិតដូចជនជាតិដែលនៅជិតខាងយើងចាជនជាតិដែលនៅប្រទេសជិតខាងយើងចូលទៅគឺអត្តចរិតគឺមិនគួរឲ្យគេរាប់អានរញ៉ៃទៅដល់ fighting អ្នកនេះ fighting អ្នកនោះលើកកម្លាំងខ្លួនឯងទាំងដែលខ្លួនឯងអត់ស្មើគេដល់ពេលអញ្ចឹងយើងចូលទៅដល់ក៏គេទាំងពឹបគេដាក់ខ្សែភ្នែកមើលពីក្បាលដល់ចុងជើងបែបហ្នឹងគេវាតម្លៃដែរមកពីណាក៏លើថាអ្នកមកពីណាជាជនជាតិអីតែប៉ុណ្្នឹងឯងពឹបគេមើលតែមួយលេខគេដាក់ចេញអញ្ចឹងខ្ញុំអត់ចង់ឲ្យខ្មែរយើងស្ថិតនៅក្នុងស្ថានភាពដូចអញ្ចឹងទេព្រោះខ្ញុំដើរមុនអញ្ចឹងទៅខ្ញុំឃើញថាតើអ្នកចិត្តខាងយើងហ្នឹងគឺគាត់ប្រើអត្តចរិតបែបណាហេតុអីបានតម្លៃរបស់គាត់នៅលើឆាកអន្តរជាតិអត់មានចាអញ្ចឹងខ្ញុំក៏អត់ចង់ឲ្យខ្មែរដើរតាមគន្លងគេទេអញ្ចឹងខ្ញុំព្យាយាមខ្ញុំ strict ជាមួយកូនសិស្សខ្ញុំអាចតែទទួលស្គាល់ថាខ្ញុំមានកាចតិចនៅក្នុងហ្នឹងប៉ុន្តែខ្ញុំអត់ចង់ឲ្យគេមើលងាយខ្មែរទេចាគេមើលងាយត្រឹមបុគ្គលអូខេអត់បញ្ហាតែបើគេមើលងាយប្រទេសយើងមើលងាយខ្មែរយើងគឺអាចថាកុំក្នុងនាមជាកូនខ្មែរបើយើងមិនអាចជួយអីបានកុំធ្វើខ្លួនឲ្យគេវាបាក់ខ្មែរចាអញ្ចឹងអ្នកគ្រូមើលឃើញថាខ្មែរយើងនឹងអាចនៅដល់ចាខ្ញុំជឿថាអាច
ចាអរគុណអ្នកគ្រូចាអរគុណអ្នកគ្រូវីដេអូយើងថ្ងៃនេះបងប្អូនខ្ញុំជឿថាកូនសិស្សអ្នកគ្រូច្រើនមែនតើប៉ុន្តែមិនប្រកាសថាឲ្យតែកូនសិស្សអ្នកគ្រូ Masterly ទាំងអស់សុទ្ធតែអាចទៅដល់ចំណុចហ្នឹងឯងវាអាចមាន អាស្រ័យលើអត្តចរិតរបស់គាត់និងការប្រឹងប្រែងនិងភាពស្មោះត្រង់ ចាក្រមសីលធម៌របស់គាត់ចាអរគុណអ្នកទស្សនិកជននៅក្នុងការតាមដានកម្មវិធីរបស់យើងហើយក៏សង្ឃឹមថាយើងទាំងអស់គ្នារួមចំណែកនៅក្នុងការជួយឲ្យវិស័យហុងស៊ុយល្បីនៅស្រុកខ្មែរយើងផងហើយនឹងមានឈ្មោះបោះសម្លេងទៅប្រទេសផ្សេងៗប៉ុន្តែយើងមានគោលដៅរួមមួយដែលមាន Masterly ជាអ្នករៀបចំផលិតឯកសារនិងវីដេអូនេះឡើងគឺយើងធ្វើយ៉ាងណាឲ្យប្រជាជនយើងទទួលបាននៅសុភមង្គលតាមអ្វីដែលយើងគួរតែមានចាយើងក៏ត្រូវតែប្រយ័ត្នហើយ